នវ័នទឹកទី1ចាប់ដើមណែធនវណ្ណានេះគេល្បីថាជើងនឹងចាក់មួយគប់ធ្ងន់ល្អណាស់បាទចាំមើលថាមកសាណែបាទយ៉ាងណាយ៉ាងណីព្រោះដាក់បាត់មករយៈដែរហើយពីម៉ាហ្វៃឥឡូវចាំមើលចាក់ជង្គង់របស់វណ្ណាណែជង្គង់ធនវណ្ណារៀជកេងរបស់ធនវណ្ណាឆ្ងាញ់ទេណាណែបាទលោកគ្រូបាទត្រៀមហើយចាប់ដើមទៀតហើយគាត់ក្រៅរបស់ធនវណ្ណានេះបាទគាត់ក្រៅរបស់ធនវណ្ណាសងវិញរបស់អីអូយបាទកីឡាករបង្គោលភៀវបាទដែនសអាមេទាត់វិញរបស់ដែនសលោកទាត់ក្រៅរបស់ធនវណ្ណារៀបជាប់ជង្គង់របស់ធនវណ្ណាជង្គង់ដែនសកាចវល់មកជុំទៅទៀតហើយបាទធាក់ច្រត់ទទួលរមៀទាត់វិញស្ដាំរបស់ធនវណ្ណាចង់ផ្ដាច់ទឹកមួយឬក៏យ៉ាងណាណែវាយធំទឹកធាក់ច្រត់ទទួលរមៀសងមួយពីដែនសជង្គង់ធនវណ្ណាជង្គង់ដែនសបាទដាក់ជង្គង់របស់ធនវណ្ណាកាចរុញចេញពីដែនសបោះបាក់មកជង្គង់អូបាទទស្សនាជាបន្តគូនេះបងប្អូនទស្សនាកុំមកព្រិចភ្នែកយ៉ាងណាយ៉ាងណីចាំមើលណែវណ្ណាគេបកកាយខាងចាក់បំបាច់កង់ក្រោមជំនាញស្ដាំរបស់ធនវណ្ណាមកពីដែនសទៅកន្លែងនេះអត់រួចទៅពីធនវណ្ណាបន្តទៀតចូលដៃរបស់ដែនសអាស្ដាំរបស់វណ្ណាសងវិញណែលោកពេញកណ្ដាប់ដៃសជ័យរបស់ដែនសអយបាទទៅហើយណែដតក្រៅរបស់ធនវណ្ណាធាក់ច្រត់ចតុរិមាណែលោកកណ្ដាប់ដៃសជ័យបោះបាមកជង្គង់ពីធនវណ្ណាចាក់សោជាប់ជង្គង់របស់ធនវណ្ណាជង្គង់ដែនសកេងរបស់ធនវណ្ណាអយបាទចង់ត្រុតបាញ់វិញបាទបាយឬក៏ចំណាជួយមើលគ្នាបងប្អូនមិនជាបញ្ហាទេបាទអាយបងប្អូនអង្គុយលើជាប់ហើយកន្លែងនេះណែមករបស់វណ្ណាដល់ត្រង់ពេញកណ្ដាលមកមួយទៀតចូលស្ដាំរបស់ដែនសចាប់ជើងជាប់ទៅឲ្យក្រោយតាមបាទដតក្រោយរបស់ធនវណ្ណាមាត់ស្ដាំរបស់ដែនសអូបែកទៅហើយបែកហើយណែវណ្ណាគៀងមកជ្រុងកន្លែងខ្ញុំកាចពេញមកកន្លែងនេះអូបាទយ៉ាងណាយ៉ាងណីបាទវិនាទីចុងក្រោយហើយលោកអញ្ញាកដាលបញ្ជូនទៅលោកគ្រូពេទ្យបាទខ្ញុំថាលោកគ្រូពេទ្យត្រៀមចប់បាទចប់ទឹកទី1 round 2បាទប្រិមត្តទូទៅស្រីជនឥឡូវទស្សនាបាទការប្រកួតបាទរវាងអ្នកណែកណ្ដាប់ដៃសជ័យរបស់ដែនសពេញវែងស្ដាំរបស់បាទធនវណ្ណាចាប់ដើមហើយទឹកនេះណែពេញចូលដៃរបស់ធនវណ្ណាណែវែងស្ដាំជង្គង់របស់ធនវណ្ណា2-3ជង្គង់ទៀតជង្គង់ដែនសបាទតាមរបស់វណ្ណាលោដៃត្រង់ទាត់ទៅមកnămជើងរុញចេញពីដែនសញ៉ាណែចូលដៃរបស់ដែនសតាមមកធនវណ្ណាលោកអញ្ញាកដាលលឿនណាតាមទៅទៀតហើយលោកវាយថងទឹកឆ្វេងមករបស់ធនវណ្ណាស្ដាំវែងស្ដាំរបស់ធនវណ្ណាពេញជង្គង់មួយទៀតរបស់ធនវណ្ណាកេងរបស់ធនវណ្ណាកែធនវណ្ណាអូយមួយកែនេះពេញបាទ3 4 មិនជាបញ្ហាបន្តការប្រកួតទៀតបាទអូយបាទធនវណ្ណាថ្ងៃនេះបាទលេងកែងដល់ណាចូលជុំទឹកបុកកែងរបស់ដែនសវិញវែងស្ដាំចាក់មួយជង្គង់ដល់ធនវណ្ណាជង្គង់មួយទៀតកែងបាទពីធនវណ្ណាណែជង្គង់ធនវណ្ណាកែងធនវណ្ណាតិចទីអូយបាទទៅហើយបាញ់ចប់ការប្រកួតបាទលោកអញ្ញាកដាលកវីក្បាលឲ្យថាបាទទៅលេងរួចហើយបងអើយណែលោកគ្រូពេទ្យកំពុងតែបាទជួយទៅដល់កីឡាករបាទដែនសបាទចារឿនវុឌ្ឍបាទកីឡាករមកពីប្រទេសថៃបាទបានតែ2ទឹកតែប៉ុណ្ណោះបាទសម្រាប់អ្នកទាំងពីរ
បាទអរគុណបាទសម្រាប់ការ share របស់បងប្អូនយើងបាទលើ Facebook Page បាទទស្សនាបាទរូបភាពបាទយឺតកន្លែងនេះបាទនេះបាទកែងរបស់ធនវណ្ណាកន្លែងនេះពេញមកកែងល្អណាស់បាទនេះបាទវណ្ណាមកសារនេះក្បាច់សម្លាប់របស់គេគឺដោយកែងតែម្ដងបាទកន្លែងនេះបោះមកជង្គង់ទៀតនេះបាទអរគុណអញ្ចឹងឥឡូវនេះគូពិសេសរបស់យើងបាទអន្តរជាតិទី1បាទបានបញ្ចប់ទៅហើយគឺអត់គ្រប់បាទទឹកទេបាទមានន័យថាអត់ដល់ណាបាទចូលរួមសោកស្ដាយបាទដល់កីឡាករថៃក៏ដូចជាអបអរសាទរសម្រាប់កីឡាករកម្ពុជារបស់យើងបាទតែបញ្ជាក់ជូនទៅដល់ទស្សនិកជនរបស់យើងដែរបាទការថ្លឹងទម្ងន់ម្សិលមិញហ្នឹងគឺវណ្ណាធ្វើទម្ងន់អត់បានទេចា៎បាទណាត់57 61កន្លះបាទអញ្ចឹងក៏មានការកាត់តម្លៃខ្លួនមួយចំនួនទៅឲ្យខាងថៃដែរបាទតោះឥឡូវនេះក៏បង្គោលក្រហមធនវណ្ណាទទួលបានជ័យជំនះដោយលោកអញ្ញាកដាលបញ្ឈប់